vlog នេះមកនិយាយពីបទពិសោធន៍ទៅមើល concert 17 នៅសិង្ហបុរីប្រហែលតើគ្នាក្លោតើគ្នាចង់មានចំណាប់អារម្មណ៍ទៅមើល concert នៅសិង្ហបុរីដែរអញ្ចឹងណាឥឡូវយើងនៅតាមផ្លូវទៅមើល17ម៉ោង 4 ហើយឥឡូវយើងដើរទៅជិះ MRT ពួកខ្ញុំជ្រើសយក MRT ដើម្បីធ្វើដំណើរទៅដោយសារ station ហ្នឹងគឺជិះទៅដល់គឺក្នុង stadium គេហ្មងងាយស្រួលទាំងអស់គ្នាជាយើងជិះ Grab ឬក៏ជិះ bus ហ่ะវាអត់ដល់ហ្មងអានេះគឺយើងមិនដើរច្រើនហើយសំខាន់គឺ sale បានច្រើនទៀតនិយាយទៅពីកន្លែងដែលខ្ញុំជិះទៅហ្នឹងពីបដុំ Orchard Road ទៅគឺចំណាយអស់តែម្នាក់ $1.4 សិង្ហបុរីឯអ្នកនរគ្នាបើជិះឡានណាអត់មានខំ$15ឯងដល់ហើយមនុស្សច្រើនខ្លាំងដែរឥឡូវយើងទៅរកកន្លែងបើកសបុកសិនមកដល់កន្លែងយើងសបុកសិនយើងយកសបុកបានណាយេហើយបន្តមកគឺពួកខ្ញុំញ៉ាំបាយនៅហាងនិយាយទៅនៅចិត្តហ្នឹងគឺគេមាន restaurant មានហាងកាហ្វេអីច្រើនហ្មងតើអ្នកគ្នាញ៉ាំនៅក្នុងបានតែគ្រាន់តែតម្លៃវាខ្ពស់ជាងនៅខាងក្រៅអញ្ចឹងណានិយាយទៅធម្មតានៅកន្លែង concert អញ្ចឹងហើយប្រហែលជាសល់1ម៉ោងមុនពេល concert ចាប់ផ្ដើមគឺពួកខ្ញុំនាំគ្នាដើរទៅរកកន្លែងអង្គុយនៅក្នុង stadium ឲ្យហើយមុននឹងចូលបានហ្នឹងគឺគេ check មើលកាបូបយើងសិនខ្លាចយើងយកកាមេរ៉ាឬក៏យកអាវុធជាផ្ទុះអីចូលអញ្ចឹងណាហើយបន្ទាប់មកគឺយើងដើរទៅហងហ្គេតសបុតយើងទៅហើយយើង scan សបុតយើងអាចចូលទៅកន្លែងអង្គុយបានហើយនៅក្នុងហ្នឹងមានកន្ទប់ទឹកហើយមានកន្លែងគេលក់ភេសជ្ជៈលក់អីញ៉ាំអញ្ចឹងមានរបៀបដូច fast food អីអញ្ចឹងអ្នកនរគ្នាអាចទិញបានប៉ុន្តែគឺតម្លៃខ្ពស់និយាយទៅបើញ៉ាំអីក្រៅហើយគឺញ៉ាំមកហើយទៅហើយនៅក្នុងហ្នឹងគេមានកន្លែងចាក់ទឹកយើងចាក់ទឹក free ញ៉ាំបានយើងអាចយកដបតទេពីក្រៅទៅបានដល់កន្លែងអង្គុយអីចិត្តខំនៅកន្លែងនេះស្រួលមើលអីទៅបើយើងទៀបយើងអង្គុយជាន់ទី1ហ្នឹងឯងចង់មក6កន្លះត្រឹមគឺ concert ចាប់ផ្ដើមគ្នាទៅខ្ញុំអត់សូវបានថតទេដោយសារទូរស័ព្ទខ្ញុំចុចអស់ memory ហើយសំខាន់គឺខ្ញុំកាន់ទូរស័ព្ទ iPhone អញ្ចឹងអ្នកទាំងអស់ដឹងស្រាប់ហើយពេលចូល concert គឺចោលលុយហ្មងពេលថតហើយគឺមានអារម្មណ៍ថា sad តែខ្ញុំបានថតដែរអញ្ចឹងជាមួយខ្ញុំនឹង post របៀបថាវីដេអូ fan cam រៀងវែងដែរតែនៅក្នុង IG អញ្ចឹងចឹងមិនអ្នកទាំងអស់ចង់ហៅមើលអាចចូលមើលក្នុង IG highlight ទៅខ្ញុំ post ឲ្យអ្នកទាំងអស់មើលអញ្ចឹងណាប៉ុន្តែនិយាយទៅបើចង់មើលរបៀបថា fan cam គេច្បាស់អ្នកទាំងអស់ចូលមើល TikTok គឺគេថតមកច្បាស់ខ្លាំងមែនតើconcert លើកនេះគឺសប្បាយខ្លាំងណាស់អ្នកទាំងអស់គ្នានិយាយទៅសប្បាយខ្លាំងនេះបានថតទៅ footage យកបានជាការទិញឲ្យអ្នកគ្នាទាំងតគេមកចិត្តយើងហ្មងហើយទៅថានៅឆ្ងាយហ្នឹងថតឲ្យគឺចោលលុយមិនស្រួលគឺគាត់ទៅចោលលុយទៀតចាប់ហើយ concert រយៈពេល3ម៉ោងអ្នកគ្នាទៅគឺសប្បាយខ្លាំងមែនតើនិយាយទៅឲ្យ experience ហ្នឹងគឺ10លើ10ហ្មងអ្នកគ្នាសប្បាយហើយបន្ទាប់ពី concert ចប់គឺពួកខ្ញុំដើរទៅរក MRT ដើម្បីជិះទៅផ្ទះវិញនឹងឯងទៅនៅតាមផ្លូវហ្នឹងគឺគេមាន security គេចាំកាក់មនុស្សរហូតចឹងណាគេឲ្យយើងទៅម្ដងទាំងអស់គ្នាកុំឲ្យស្ទះមនុស្សហងហើយនៅតាមផ្លូវហ្នឹងគឺគេចាក់របៀបចាក់បទ17នេះនិយាយទៅខ្ញុំឃើញក្នុង TikTok នេះទៅរបៀបថា concert ណាគេគឺគេចាក់បទអ្នកនឹងបន្ទាប់ពី concert ហើយចឹងគេដឹងមានមនុស្សច្រើនអញ្ចឹងពេលយើងចាំហ្នឹងច្រៀងបដាអីបដាចឹងនិយាយទៅអត់អបសុកឯងហើយតម្រង់ទូតែប្រហែលជា10-20នាទីគឺបានឡើងជី MRT មកផ្ទះវិញហ្មងលឿន